រសជាតិវិញគឺឆ្ងាញ់តែម្ដងឡើងខ្ទិះបងប្អូនដោយសារតែបាញ់ត្រាំងមួយនេះគឺជាមុខមេនុយថ្មីដែលខ្ញុំអែតបញ្ចូលជាមួយនឹងឈីសតោះទៅមើលរបៀបធ្វើទាំងអស់គ្នាជាដំបូងគឺយើងមានខ្លាញ់បៀកជាមួយនឹងខ្ទះបែបនេះមកបន្ទាប់មកទៀតយើងថែមជាមួយនឹងសបកបាញ់ត្រាំងដាក់ជាមួយនឹងពងមាន់មកគ្រាប់បានហើយបងប្អូនកូរវានៅលើសបកបាញ់ត្រាំងរបស់យើងក្នុងនឹងដែរគឺខ្ញុំអែតជាមួយនឹងសាច់ផាត់បងប្អូនជាដំបូងយើងដាក់សាច់ផាត់បន្ទាប់មកទៀតគឺយើងមានប្រហិតក្តាមដាក់រោយពីលើបែបហ្នឹងមកបងប្អូនបន្ទាប់មកទៀតគឺខ្ញុំមានពោតកំប៉ុងម៉ាក់ JS មួយនេះបងប្អូនរោយពីថែមពីលើមកថែមទៀតមកគ្រឿងផ្សំរបស់វាហើយយើងមានឈីសបងប្អូននេះឈីសយើងដាក់ចូលមកបងប្អូនចាប់ជាតិទាំងសាច់ផាត់ទាំងប្រហិតក្តាមអីហ្នឹងចូលគ្នាតែម្ដងបន្ទាប់មកទៀតគឺយើងរោយជាមួយនឹងទឹកម៉ាយ៉ូណេសជូរផ្អែមហើយនឹងទឹកប៉េងប៉ោះបងប្អូនហើយជាការស្រេចតែម្ដងបងប្អូនមើលទៅរូបរាងមើលទៅពណ៌សម្បុរដឹងតែឆ្ងាញ់តែម្ដងបើបងប្អូនត្រូវការគ្រឿងផ្សំបងប្អូនអាចទាក់ទងបានតាម Telegram ឬក៏តាម chat Facebook page បងប្អូនគ្រឿងផ្សំទាំងអស់ហ្នឹងគឺខាងខ្ញុំមានការផ្គត់ផ្គង់ណាសម្រាប់គ្រឿងផ្សំរបស់ខ្ញុំគឺធានាជូនបងប្អូនគឺឆ្ងាញ់សម្រាប់បងប្អូនត្រូវការជាឈុតក៏មានដែរណាបងប្អូន